នេះចកថៃហើយរដ្ឋមន្ត្រីថៃនឹងគេបាននិយាយគេបានស្នើមកកម្ពុជានឹងឲ្យកម្ពុជានឹងប្រើផលិតផលសៀមវិញទៅប្រើផលិតផលថៃវិញទៅហើយគេនិយាយថាចេះអាការឈ្លានពានហើយនឹងអាការរកស៊ីនឹងវាខុសគ្នាទេវាផ្សេងគ្នាទេបែងចែករឿងពីរនឹងឲ្យដាច់ទៅកុំយកមកបូកឡំអញសួរថាចេះចុះបាឯងមកធ្វើបាបខ្មែរនេះអញធ្វើបាបខ្មែរឡើង3 4ខែនេះហើយយកសម្លេងខ្មោចយកសម្លេងឆ្កែលូឯងធ្វើខ្មោចធ្វើអាបធ្វើអសរកាយធ្វើអីផ្សេងណាមកធ្វើបាបខ្មែរនេះឯងឲ្យខ្មែរនឹងគិតមិនទី1ទី2ហើយយកបលាលូហើយយកស្អីគេកង់ឡានយកមកពាត់យកហុំពាត់ហុំយកទឹកដីខ្មែរនេះឯងចង់ឲ្យខ្មែរនឹងគិតមិនមើលហែងហើយចង់ឲ្យខ្មែរនឹងនៅល្អជាមួយហែងមែនវាដល់ពេលហើយយកស្អីមកគិតដែរហែងនឹងចង់ឲ្យពួកអញនឹងបែងចែករឿងពីរនឹងបើឲ្យស្មើគ្នាបើឯងចង់ឲ្យពួកអញនៅតែបន្តគ្រប់គ្រងរបស់ពួកឯងមកឆ្លៀនពៀនពួកអញធ្វើអីហើយនៅដាក់ហែងនៅដាក់ហែងអញនៅដាក់អញទៅពួកអញនៅដាក់អញទៅប្រជាជនអញនៅដាក់អញទៅវានៅសុខស្រួលមានសន្តិភាពមានអីរៀងខ្លួនទៅអានោះវាចាប់មកពេលឯងអ្នកបង្កើតសង្គ្រាមមុនហើយអ្នកបង្កចំនួនមុនតាអញឆ្ងល់ហើយនិយាយចឹងចេញមកយកស្អីមកគិតហើយមានខួរមកគីឡូ2ខាំដែរធ្វើដល់រដ្ឋមន្ត្រីគេដែរប៉ុន្តែអត់ចេះយកខួរនឹងយកមកគិតទេឬមួយក៏ហើយមានតែសម្បកក្បាលហើយអត់ខួរទេពួកឯងមកឆ្លៀនពៀនអញប៉ុណ្ណឹងហើយឲ្យពួកអញនឹងនៅតែបន្តគ្រប់គ្រងរបស់ឯងមិនទៀតហើយពួកឯងឌីលពួកអញសតើស្អីគេពួកអ្នកក្រថាខ្មែរនឹងអ្នកក្រខ្មែរអ្នកសុំទៀតណាខ្មែរអ្នកទីសកគេអត់ថៃមិនបានទេឥឡូវមិននាំគ្នាមកនិយាយឲ្យពួកអញនឹងប្រើផលិតផលសៀមវិញប្រើផលិតផលពួកឯងវិញនឹងខែងគិតមិនណាតែតែពួកអញមានលុយយកទៅទិញពួកឯងនេះនៅពួកឯងឌីលក្បាលពួកអញថាពួកអញនឹងអ្នកសុំទៀននេះពួកអញឈឺចាប់ណាហើយពួកឯងតម្លាក់គ្រាប់បាយតម្លាក់អីពួកឯងនាំគ្នាធ្វើឲ្យប្រជាជនខ្មែរនឹងខ្លាចជាជនភៀសឹកណាធ្វើឲ្យខ្មែរបាត់បង់សន្តិភាពអស់លីងធ្វើឲ្យពួកអញនឹងពិបាករកស៊ីហើយឥឡូវពួកឯងគិតមិនយកស្អីយកមកគិតឲ្យពួកអញនឹងនៅតែគ្រប់គ្រងរបស់ឯងទៀតបងឯងធ្វើបាបពួកអញប្រហែលខែកន្លងមកនឹងគ្នាពួកឯងធ្វើបាបពួកអញនឹងអត់អស់ចិត្តទេហើយគិតថាពួកអញល្ងងនៅតែបន្តគ្រប់គ្រងរបស់ឯងទៀតមែនណាសួរថាអញ្ចេះហើយមិនបើពួកឯងអត់ឆ្លៀនពៀនពួកអញតាអានឹងពួកអញនៅតែបន្តគ្រប់គ្រងគិតមើលឯងធ្វើបាបពួកអញប្រហែលខែធ្វើឲ្យប្រជាជនអញអត់រស់នៅរបៀបថារស់នៅដោយវេទនានឹងប្រហែលខែឯងគិតមើលហើយយកស្អីមកគិតហើយចង់ស្នើឲ្យពួកអញនឹងនៅគ្រប់គ្រងរបស់ពួកឯងហើយមិនដឹងថារបស់ពួកឯងនឹងអាវៈក្រោយនេះមិនដឹងថាពួកឯងដាក់គីមីស្អីខ្លះមិនដឹងថាពួកឯងចង់សម្លាប់ខ្មែរមិនខ្លះពួកឯងចង់ស៊ីសាច់ហត់ឈាមខ្មែរមិនខ្លះពួកឯងចាញ់ខ្មែរហ្នឹងឥឡូវចង់នៅបន្តគ្រប់គ្រងឲ្យពួកអញនៅតែបន្តគ្រប់គ្រងមិនទៀតហើយនិយាយចាញ់មកភ្លើមកឲ្យសំបីតែក្មេងថ្នាក់ទី1ក៏វាគិតរឿងនឹងមិនចាញ់ដែរឥឡូវសំបីតែក្មេងក៏វាដឹងថាពួកឯងនឹងឆ្លៀនពៀនពួកអញដែរធ្វើបាបខ្មែរឡើងមកយូរហើយឥឡូវមកចង់អីណែពួកអានេះចេះតែនិយាយឲ្យរួចពីមាត់ហ្មងចាប់យកតាហ៊ានគេ18នាក់យកទៅមិនដឹងថាពួកឯងយកទៅធ្វើស្អីខ្លះផងអាហ្នឹងពួកអញអត់ដឹងទេណាចាប់យកទៅរាប់ខែចាប់យកទៅឡើង2 3ខែអត់ព្រមបញ្ជូនមកវិញទេណាឈ្មោះថៃឥឡូវកំពុងតែពេញសបាយរីករាយខ្លាំងហើយបងប្អូនចាព្រោះដោយសារតែយើងចាំបើកមើលយើងចាំអត់មើលទាំងអស់គ្នាបងប្អូនណាការបើកច្រកព្រំដែនហ្នឹងព្រោះដោយសារតែគ្នាហ្នឹងបានដឹកអីវ៉ាន់ហ្នឹងហើយបានដឹកអីវ៉ាន់ហួសដុល្លារហើយអីវ៉ាន់ខ្លះហ្នឹងលក់មិនចាញ់ប្រហែលខែបងប្អូនត្រូវខូចត្រូវអីចឹងទៅហើយអីវ៉ាន់ខ្លះហ្នឹងដូរលេខកូដដូរក្បាលកូដដូរអីចឹងទៅបងប្អូនចាអញ្ចឹងកុំឆ្លេឆ្លាណាបងប្អូនណាកុំឆ្លេឆ្លារឿងអីវ៉ាន់អីគេលក់ discount ឬមួយក៏លក់បញ្ចុះតម្លៃអីចឹងណាទិញ1ថែម10ទិញ2ថែម20អីចឹងទៅត្រូវដឹងថាអីវ៉ាន់ខ្លះពេលដែលលក់ថែមនោះស្ទើរអីវ៉ាន់អត់ល្អទេបងប្អូនអីវ៉ាន់អត់មានគុណភាពទេហើយត្រូវនឹងលក់មិនចាញ់ប្រហែលខែនេះទៀតពេលដែលយើងបិទច្រកបងប្អូនត្រូវតែចាំណាបងប្អូនណាចាយើងអ្វីដែលយើងធ្លាប់សន្យាមួយគ្នាបងប្អូនភ្លេចនៅប្រហែលខែនោះយើងសន្យាមួយគ្នាយើងពួកដៃគ្នាយើងកាន់ដៃគ្នាពហិការអីបងប្អូនតែខ្ញុំចង់និយាយថាចេះអានេះគឺជាមនសិការឬមួយក៏ឆន្ទៈរបស់បងប្អូនទេអត់មានពីណាគេមកបំបាក់ឬមួយក៏មករំលំទាញយកមនសិការឆន្ទៈរបស់បងប្អូនបានទេបើសិនជាបងប្អូននៅតែមានឆន្ទៈពហិការខ្ញុំអត់ហ៊ាននិយាយអីច្រើនទេព្រោះដោយសារតែបើសិនជាខ្ញុំខ្លួនឯងខ្ញុំដឹងតែពហិការអត់ប្រើប្រាស់របស់នឹងទេបងប្អូនប៉ុន្តែសម្រាប់បងប្អូនអានឹងបងប្អូនកាត់តាមនឹងទៅចង់ប្រើក៏ចង់ប្រើមិនចង់ប្រើក៏អត់ទៅចាចង់ពហិការបន្តក៏ចង់ពាក់មិនចង់ពហិការទៀតទេក៏អត់ទៅអានឹងគឺជាសិទ្ធិរបស់បងប្អូនទេប៉ុន្តែសម្រាប់បងប្អូនដែលគាត់នៅមានមនសិការណាបងប្អូនអ្នកដែលគាត់អត់ក្បត់ឧត្តមគតិខ្លួនឯងអញ្ចឹងយើងគិតមើលទៅយើងដូចគ្នាទេបងប្អូនព្រោះត្រូវចាំថាអីវ៉ាន់ម្ដងនេះគឺខ្ញុំមិនដឹងថាវាដាក់សារជាតិអីខ្លះឬមួយក៏មិនទេបងប្អូនហើយខ្ញុំខ្លាចទៅទិញយកមកនឹងវាមានបញ្ហាទៀតយើងហានិភ័យជាងគេគឺអារបស់ទិញហើយថែមច្រើនព្រោះដោយសារតែបងប្អូនដឹងស្រាប់ហើយថាថៃតាំងពីបិទព្រំដែនមកគឺលក់អីវ៉ាន់អត់ចាញ់ទេហើយមានព័ត៌មានខ្លះហ្នឹងដូចជាត្រីខដូចជាត្រីអីហ្នឹងបងប្អូនណាសិតតែចាក់សារធាតុគីមីសិតតែមានអាសារធាតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរយើងអញ្ចឹងយើងគិតខ្លួនឯងទៅចាគិតខ្លួនឯងទៅបងប្អូនធំអស់ហើយគិតទៅថាតើគួរទិញអីវ៉ាន់នឹងមកទៀតអត់ហើយយើងមានចំនួនប៉ុណ្ណេះហើយខ្ញុំជឿថាអីវ៉ាន់ទាំងអស់ហ្នឹងវានៅតែល្អបងប្អូនយល់ទេយើងធ្លាប់តែនិយាយថាអីវ៉ាន់ថៃល្អអីវ៉ាន់ថៃចេះមួយចុះពីជ្រួលជ្រើមហ្នឹងហើយសូម្បីតែខ្ញុំកាមិនទាន់ឆ្លុះគ្នាហ្នឹងក៏ចូលចិត្តប្រើអីវ៉ាន់ថៃដែរប៉ុន្តែឥឡូវហ្នឹងតាំងពីមានចំនួនមកទោះបីជាឥឡូវត្រូវគ្នាយ៉ាងណាក៏ដោយប៉ុន្តែយើងកុំទុកចិត្តចោលឲ្យសោះបងប្អូនចាយើងកុំទុកចិត្តអីចាញ់យើងការទូតប៉ុណ្ណេះហើយចាញ់ការទូតផងណាចាញ់ស្អីគេអាសង្គ្រាមអីហ្នឹងផង
ប៉ុណ្ណឹងហើយបងប្អូនnàyខ្ញុំជឿថាវានៅតែល្អជាមួយយើងទេបងប្អូនអញ្ចឹងកុំទុកចិត្តកុំជឿជាក់អីបងប្អូនnàyចាបើសិនជាអាចជៀសបានជៀសទៅហើយបេហិការនឹងបងដូចខ្ញុំបាននិយាយចឹងបងប្អូនចង់នៅបេហិការបន្តក៏ចង់មិនចង់ក៏ហីទៅអានឹងគឺជាសិទ្ធិរបស់បងប្អូនទេដូចខ្ញុំនិយាយចឹងការពារភាសាជាងព្យាបាលប្រយ័ត្នប្រយែងសុខភាពរបស់ខ្លួនឯងណាបងប្អូនណាតិចថាឃើញគេលក់បញ្ចុះតម្លៃច្រើនហើយទិញ1ថែម10ទិញ2ថែម20អីចឹងទៅនាំគ្នាឆ្លេឆ្លាទៅសម្រុកទិញណាបងប្អូនណាត្រូវចាំណាគេឌីលថាចេះខ្មែរអ្នកក្រណាខ្មែរអ្នកសុំទានខ្មែរជាទេសកលទាំងដែលយើងមានលុយទៅទិញវាទាំងដុលនេះណានៅវាហ៊ានចង់និយាយថាយើងអតិថិជនរបស់វាយើងជាស្ដាច់ណាយើងមានលុយទៅទិញវាទាំងរាប់លានរាប់ពាន់រាប់ម៉ឺនដុល្លារណាវានៅតែឌីលថាយើងហ្នឹងគឺជាអ្នកសុំទានខ្វះវាមិនបានទេខ្ញុំធ្លាប់តែឮគេនិយាយថាអ្នកលក់ទុកអ្នកទិញដូចជាស្ដាច់ប៉ុន្តែអាសៀមនេះវាអ្នកលក់ទេប៉ុន្តែវាទុកយើងដូចជាកាជះដូចជាអ្នកសុំទានដូចជាអ្នកក្រអញ្ចឹងបងប្អូនទាំងដែលយើងយកមានលុយយកទៅទិញវាសោះអានឹងយើងមានលុយយកទៅទិញវាចុះបើយើងទៅសុំវាអីទៀតមិនដឹងថាមិនបងប្អូនគិតមើលមិនដឹងថាវាឌីលយើងមិនអញ្ចឹងបងប្អូនគិតតាមការគួរទៅហើយបើសិនជាស្រឡាញ់សុខភាពបើសិនជាចង់នៅរស់បានយូរទេកុំបន្ថយទិញអារបស់ថែមអស់នឹងបងប្អូនយល់ទេកុំតន់ភ្លេចការឈឺចាប់ណាបងប្អូនណាកុំភ្លេចទី1ហ្នឹងការឈឺចាប់ដែលគេឌីលទី2ហ្នឹងគេយកគ្រាប់បែកយកមកតម្លាក់នៅលើទឹកដីខ្មែរបំផ្លាញប្រាសាទព្រះវិហារណាហើយមួយទៀតហ្នឹងគឺគេធ្វើឲ្យយើងនឹងខ្លាចជាជនភៀសសឹកបងប្អូននៅតាមភូមិនៅតាមខេត្តនៅតាមតំបន់ជាប់ព្រំដែនហ្នឹងគឺខ្លាចជាជនភៀសសឹកណាវាពាត់បន្លាវាពាត់យកដីវាពាត់យកអីអញ្ចឹងទៅណាវាមកបំបែកអារបៀបថាវាមកបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអីអញ្ចឹងទៅវាធ្វើឲ្យយើងពិបាកនៅក្នុងការរកស៊ីបន្ទាប់មកវាយកសម្លេងខ្មោចវាយកសម្លេងឆ្កែលូវាខំប្រឹងធ្វើខុបសពបែបយ៉ាងដើម្បីធ្វើបាបខ្មែរវាសឹងតែយកឡានដឹកអាចយកមកជះនៅលើខ្មែរទៀតបងប្អូនគិតមើលអញ្ចឹងកុំតន់អាភ្លេចណាបងប្អូនណាអ្វីដែលចាំបំផុតហ្នឹងគឺការលះបង់របស់បងវីរៈកងទ័ពយើងណាលះបង់ទាំងសាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិដើម្បីឲ្យយើងនៅផ្ទះរស់នៅសុខស្រួលហើយពួកគាត់យកទ្រង់យកទៅពាំងនឹងគ្រាប់ដឹងថាកន្លែងនឹងគ្រោះថ្នាក់ហើយសុខចិត្តចាញ់ពីប្រពន្ធពីកូនពីគ្រួសារដើម្បីទៅការពារជាតិដើម្បីការពារយើងទាំងអស់គ្នាអញ្ចឹងយើងត្រូវតែគិតដល់ត្រង់ចំណុចហ្នឹងណាបងប្អូនណាវីរៈកងទ័ពយើងប្រហែលអ្នកណាចូលប្រហែលអ្នកហើយដែលស្លាប់ដើម្បីជាតិដើម្បីយើងទាំងអស់គ្នាអញ្ចឹងយើងត្រូវតែគិតពីចំណុចហ្នឹងមុននឹងបងប្អូនយកលុយយកទៅទិញរបស់សៀមណាបងប្អូនណាអញ្ចឹងបើសិនជាពេលនេះបើកច្រកមកវិញហើយបងប្អូនគិតតាមការគួរទៅណាបងប្អូនណាចាបើសិនជាបើកច្រកឥឡូវយើងចាំអត់មើលទាំងអស់គ្នាព្រោះដោយសារតើឥឡូវពួកឈ្មួញវាអាឈ្មួញសៀមហ្នឹងវាកំពុងតែសប្បាយរីករាយខ្លាំងមែនតើវាគិតថាពេលដែលបើកច្រកមកវិញហើយអីវ៉ាន់ខ្លះដែលលក់មិនចេញហើយអីវ៉ាន់ខ្លះអន់គុណភាពវាយកមកលក់ឲ្យខ្មែរព្រោះដោយសារតើវាដឹងថាខ្មែរតាំងពីដើមមកចូលចិត្តណាអារបស់ free ហើយអារបស់ថែមអីចឹងទៅអញ្ចឹងបងប្អូនល្មមផ្លាស់ប្ដូរកំណត់អាចចង់បានរបស់ free អាចចង់បានរបស់ថែមហ្នឹងហើយព្រោះដោយសារតើអីវ៉ាន់សៀមឥឡូវអត់មានគុណភាពទេវាលក់អត់ចេញប្រហែលខែបងប្អូនគិតមើលស្តុកនៅទុកចោលមិនដឹងថាវាដាក់សារធាតុអីខ្លះដើម្បីតែបន្សល់ទុកតម្រាំទៅបើកតម្រាំទៅពេលវេលាល្អបើកព្រំដែនហើយវាចាប់ផ្ដើមយកមកលក់ឲ្យបងប្អូនហ្មងបំផ្លាញសុខភាពខ្លាំងណាស់អញ្ចឹងបងប្អូនទាំងអស់គ្នាគិតតាមការគួរថាតើគួរទិញឬមួយក៏មិនគួរទិញចា៎ក៏បំភ្លេចដែរពីថ្នាក់ដឹកនាំរបស់យើងបងប្អូនហើយសម្ដេចបវរថាបតីហ៊ុនម៉ាណែតនិងសម្ដេចតេជោហ៊ុនសែនមិនដឹងថាលោកនឹងអត់បានសម្រានប្រហែលថ្ងៃទេបងប្អូនហើយនិយាយទៅមិនមែនថ្ងៃទេណានេះចូលខែណាបងប្អូនតាំងពីសង្គ្រាម5ថ្ងៃមករហូតមកដល់ឥឡូវនេះយើងមានសុខសន្តិភាពហើយឡើងចូល3 4ខែបងប្អូនហើយគឺថ្នាក់ដឹកនាំយើងទាំងលើទាំងក្រោមនឹងគឺលោកខិតខំប្រឹងប្រែងណាដើម្បីយកសន្តិភាពយកមកឲ្យយើងវិញបងប្អូនណាគឺគិតគូរដល់ពួកគាត់ផងព្រោះដោយសារតែពួកគាត់គិតគូរដល់យើងជាប្រជាជនខ្លាំងណាស់អូនគិតមើលតាំងពីមានសង្គ្រាមរហូតមកដល់ឥឡូវនេះតាំងពីសម្ដេចបវរថាបតីលោកនៅសក់ខ្មៅឥឡូវសក់លោកខ្លាយជាសអស់ហើយបងប្អូនគិតទៅមិនដឹងថាគាត់គិតពីប្រជាពលរដ្ឋគិតពីប្រទេសយើងប៉ុណ្ណាទេបងប្អូនហើយតម្រាំតែបានបងប្អូនបានសន្តិភាពមកវិញបានផ្ទះបានដីណាបានរស់នៅសុខស្រួលមកវិញគឺគាត់ខំប្រឹងណាស់បងប្អូន